និរសិតថ្ងៃទី15ខែតុលាឆ្នាំ2025ឯកឧត្តមហួតអគ្គរដ្ឋមន្ត្រីក្រសួងទេសចរបានអនុញ្ញាតជូនលោកលាវមីងលីនប្រធានក្រុមហ៊ុន Yunnan Provincial Investment Holding Group Co Ltd ហៅកាត់ YIG លោកលូវេប្រធានក្រុមប្រឹក្សាអភិបាលក្រុមហ៊ុន Angkor International Airport Investment Co Ltd ហៅកាត់ AIAI ចូលជួបរាយការណ៍ពីវឌ្ឍនភាពនៃគម្រោងវិនិយោគនិងពិភាក្សាការងារមួយចំនួនឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោកប្រធាននិងក្រុមហ៊ុនរដ្ឋចិនដ៏ធំដែលបានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្ដាក់ទុនវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិសៀមរាបការអភិវឌ្ឍតំបន់ជុំវិញអាកាសយានដ្ឋានឲ្យក្លាយជាតំបន់វប្បធម៌ទេសចរនិងពាណិជ្ជកម្មចម្រុះក៏ដូចជាការអភិវឌ្ឍផលិតផលទេសចរដែលមានតម្លៃបន្ថែមថ្មីប្រកបដោយភាពច្នៃប្រឌិតបច្ចេកវិទ្យាខ្ពស់ចុងក្រោយនិងដំបូងគេបង្អស់នៅប្រទេសកម្ពុជាឯកឧត្តមរដ្ឋមន្ត្រីនិងលោកប្រធានក្រុមហ៊ុនប្រធានក្រុមប្រឹក្សាភិបាលក៏បានឯកភាពលើការអនុវត្តនៅយន្តការរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពលើគម្រោងវិនិយោគនិងការរាយការណ៍ពីស្ថានភាពភ្ញៀវទេសចរនិងអ្នកដំណើរតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបជាប្រចាំដើម្បីជំរុញវឌ្ឍនភាពនៃគម្រោងឲ្យដំណើរការរលូននិងបានឆាប់រហ័សបង្កើនការជឿទុកចិត្តរវាងគ្នានឹងគ្នាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូអភិវឌ្ឍនិងការជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់ភ្ញៀវទេសចរនិងអ្នកដំណើរឲ្យបានទាន់ពេលវេលា